បាទអនុញ្ញាតលំអោនកាយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបគ្នាសារជាថ្មីទៀតហើយនៅក្នុង Channel ថ្មីរបស់ Admin ព្រោះវីដេអូជាច្រើនដែល Admin បានដំណើរឲ្យបងប្អូនគឺត្រូវបានរលុបដោយសារតែខាង YouTube គាត់ចាប់អញ្ចឹងថ្ងៃនេះក៏សូមពឹងឲ្យបងប្អូនជួយចុច like ចុច comment ចុច subscribe ម្នាក់មួយផងដើម្បីឲ្យ channel របស់ admin មានអ្នកតាមដានច្រើនអញ្ចឹងរឿងនេះផងដែរគឺជារឿងព្រាយខ្លានិងលោកតាអីសីហើយលោកតានឹងឈ្មោះថាលោកតាសួងគាត់រស់នៅក្នុងព្រៃអាឋានមួយអញ្ចឹងរឿងរ៉ាវទាំងនេះគឺមានការប្រយុទ្ធនិងការបណ្ដេញនៅព្រាយខ្លាឬក៏ការសម្លាប់ព្រាយខ្លាចេញពីភូមិដើម្បីឲ្យអ្នកភូមិបានរស់នៅសុខសាន្តអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅសន្តាប់សាច់រឿងរបស់ព្រាយខ្លានិងលោកតាសួងដូចតទៅតាមរឿងរ៉ាវដំណើរតគ្នាមកថានៅលើទឹកដីភាគខាងលិចមានជួរភ្នំមួយដ៏ខ្ពស់ត្រដែតបាំងបិទដោយពពកខ្មៅងងឹតជាប្រចាំនៅចន្លោះជ្រលងភ្នំទាំងនោះមានព្រៃបុរាណមួយកន្លែងដែលអ្នកស្រុកនៅជុំវិញតំបន់នោះប្រសិទ្ធនាមថាជាព្រៃអាថ័ន្តនោះឯងព្រៃនេះមិនមែនជាព្រៃធម្មតាដូចព្រៃដទៃឡើយពីព្រោះវាជាកន្លែងដែលពន្លឺព្រះអាទិត្យគ្របនិងអាចជះឥទ្ធិពលមកដល់ដីណាស់ដើមឈើនីមួយៗមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំបែកមែកធាងរបស់ពួកវាប្រឡាក់ក្រឡាគ្នាដូចជាដៃបិសាចដែលចាំចាប់ហែកសាច់អ្នកដំណើរអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺព្រៃអាថ័ន្តនេះជាជម្រករបស់ពពួកអមនុស្សនិងសត្វធាតុដែលមានមន្តអាគមខ្មៅក្នុងនោះមានរឿងរ៉ាវពីរដែលធ្វើឲ្យមនុស្សម្នាក់ក្រៅតំបន់គ្រាន់តែឮឈ្មោះក៏លែងហ៊ានងាកមើលព្រាយខ្លាធ្មប់វាជាខ្លាធំសម្បើមមួយក្បាលដែលមានវិញ្ញាណខ្មោចព្រាយសន្ធិដ្ឋកាលពីដើមឡើយវាជាគ្រូមន្តអាគមម្នាក់ដែលរៀនសូត្រវិជ្ជាខុសក្បួនច្បាប់ដើរផ្លូវងងឹតរហូតត្រូវវិនាសរូបកាយខ្លាចទៅជាសត្វខ្លាដែលមានចិត្តសាហាវយង់ខ្នងចូលចិត្តស៊ីសាច់មនុស្សនិងត្របាក់ឈាមសត្វវាអាចបំលែងសម្លេងជាមនុស្សស្រីយំឬជាសត្វញាតិដើម្បីបោកបញ្ច្រោតអ្នកដំណើរឲ្យវង្វេងផ្លូវរួចក៏ចាប់ស៊ីជាអាហារតែម្ដងបិសាចទឹកបុរាណនៅកណ្ដាលព្រៃអាថ័ន្តនោះមានដងទន្លេមួយហូរព័ទ្ធជុំវិញទឹកទន្លេនោះមានពណ៌ខ្មៅស្រអាប់និងត្រជាក់ដ៏ឆ្អឹងនៅបាតទន្លេនេះជាកន្លែងលាក់ខ្លួនរបស់បិសាចទឹកដ៏កាចសាហាវមួយក្បាលវាមានរូបរាងពាក់កណ្ដាលមនុស្សពាក់កណ្ដាលជាសត្វល្មូនភ្នែករបស់វាឡើងក្រហមដូចឈាមចំណែកក្រញាំដៃរបស់វាស្រួចស្មើនឹងមុខដាវរាល់ពេលមានសត្វឬក៏មនុស្សឈានជើងមកក្បែរមាត់ទឹកវានឹងលបហែមកយ៉ាងស្ងាត់ស្ងៀមរួចទាញទម្លាក់ទៅក្នុងទឹកជ្រៅដើម្បីហែកស៊ីយ៉ាងព្រៃផ្សែងបងប្អូន
អស់ពេលរាប់ទូរវត្តទូសវត្តមិនដែលគ្មាននរណាម្នាក់ចូលទៅក្នុងព្រៃនេះឡើយអាចត្រឡប់មកវិញដោយមានជីវិតនោះឡើយព្រៃអាថ័ន្តបានក្លាយជាតំបន់ហាមឃាត់ដាច់ខាតទោះបីជាដឹងថាព្រៃនោះសាហាវខ្លាំងក្លាយ៉ាងណាក៏ដោយក៏មានមហាបុរសម្នាក់មិនមានចិត្តតក់ស្លុតនឹងពាក្យចចាមអារាមទាំងនេះឡើយនោះគឺលោកតាសួងលោកតាគឺជាតាបោះឬក៏តាឥសីអង្គរតនៈមួយរូបដែលបានលះបង់លោកីដើម្បីដើរស្វែងរកធម៌ពិតនៅក្នុងព្រៃជ្រៅអស់រយៈពេលជាច្រើនឆ្នាំលោកតាមានសក់ពណ៌សវែងដូចសំឡីពុកមាត់ចង្កាវែងដល់ទ្រូងនិងមានភ្នែកពោពេញទៅដោយក្តីមេត្តាប៉ុន្តែរឹងមាំដូចដែកថែបលោកតាសួងក្រងស្បៃជ្រើពណ៌លឿងទុំចាស់ដៃម្ខាងកាន់ជ្រៅឈាត់បុរាណដែលធ្វើពីដើមឈើមានសិលនិងដៃម្ខាងទៀតយួរគោមភ្លើងចំណាស់មួយដែលផ្ដល់ពន្លឺពណ៌លឿងគោលបំណងនៃការធ្វើដំណើរចូលមកក្នុងព្រៃអាថ័ន្តរបស់លោកតាសួងគឺមិនមែនមកដើម្បីលបងវិជាឬស្វែងរកកំណប់ទ្រព្យអ្វីនោះទេប៉ុន្តែគឺមកដើម្បីដោះលែងវិញ្ញាណដែលរងទុក្ខវេទនានៅក្នុងព្រៃនេះនិងដើម្បីផ្សព្វផ្សាយមេត្តាធម៌បន្សាបនៅអាគមងងឹតដែលគ្រងដណ្ដប់លើទឹកដីនេះជាយូរមកហើយនៅថ្ងៃមួយដែលលោកតាឈានជើងចូលទៅក្នុងព្រៃធម្មជាតិជុំវិញហាក់ដូចជាដឹងមុនសត្វបក្សីទាំងឡាយឈប់យំខ្យល់អាកាសបែរជាត្រជាក់ខុសពីធម្មតាលោកតាសួងដើរយឺតតាមផ្លូវដីតូចមួយដែលពោពេញទៅដោយស្លែនិងឫសឈើជំហាននីមួយរបស់លោកតាពោពេញដោយសតិនិងភាពស្ងប់ស្ងាត់នៅពេលដែលលោកតាសួងធ្វើដំណើរមកដល់កណ្ដាលព្រៃអាថ័ន្តចំមាត់ទន្លេខ្មៅងងឹតពេលវេលាក៏ឈានចូលមកដល់ពេលព្រលប់ភ្លាមនោះមេឃដែលធ្លាប់តែស្រអាប់ស្រាប់តែប្រែជាងងឹតក្រាស់ខ្មឹកដូចជាទឹកបិចដុំពពកខ្មៅធំបានរុញបុកគ្នានៅលើអាកាសបង្កើតបានជាសំឡេងក្រហមគួរឲ្យរន្ធត់របៀបថាផងដូចកលាន់អញ្ចឹងរន្ទះបាញ់ដំបងបានធ្លាក់ចុះមកចំដើមឈើយក្សមួយដើមនៅមិនឆ្ងាយបណ្ដាលឲ្យភ្លើងឆេះរាលដាលបន្ទាប់មករន្ទះរាប់សិបខ្សែបានបាញ់សន្ធុកចុះមកពេញព្រៃអាថ័ន្តឥតដាច់សូរឡើយពន្លឺរន្ទះពណ៌សខៀវបានឆាបឆេះកាត់ព្រៃកាត់មេឃបំភ្លឺឲ្យឃើញនៅទិដ្ឋភាពដ៏គួរឲ្យព្រឺព្រួចនៃដើមឈើនិងថ្មដាខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងរហូតធ្វើឲ្យស្លឹកឈើបោកបក់វិចសំឡេងខ្យល់បក់កាត់ចម្លោះមែកឈើលាន់ឮដូចសំឡេងខ្មោចព្រាយយំទាបដូរជីវិតនៅក្នុងស្ថានភាពដ៏ច្របូកច្របល់នៃធម្មជាតិនេះលោកតាសួងមិនមានការភ័យខ្លាច
ទាល់តែសោះលោកតាបានក្រឡេកមើលជុំវិញរួចក៏សម្រេចចិត្តដើររកដុំថ្មធំមួយដែលដុះនៅមាត់ទឹកទន្លេលោកតាបានដាក់កូនភ្លើងចុះនៅក្បែរខ្លួនរួចក៏ឡើងទៅអង្គុយក្បែរដុំថ្មធំនោះយ៉ាងស្ងៀមស្ងាត់លោកតាបានកាន់ឈើច្រត់មុនអាគមជាប់នឹងដៃបិទភ្នែកទាំងគូនិងចាប់ផ្ដើមតាំងសមាធិផ្សព្វផ្សាយមេត្តាចិត្តទៅដល់សត្វលោកទាំងអស់ពន្លឺគោមភ្លើងតូចមួយរបស់លោកតាសួងនិងពន្លឺព្រះសិលដែលជះចេញពីរូបរាងរបស់លោកតាបានក្លាយជាផ្ទាំងស៊ីបយ៉ាងច្បាស់នៅក្នុងភ្នែករបស់ពពួកបិសាចអាក្រក់សំឡេងទឹកទន្លេបែកខ្ញែកយ៉ាងខ្លាំងពីក្នុងជម្រៅទឹកខ្មៅងងឹតបិសាចទឹកដ៏កាចសាហាវបានងើបក្បាលឡើងទឹកមុខរបស់វាគួរឲ្យខ្ពើមរអើមនិងគួរឲ្យខ្លាចបំផុតស្បែករបស់វាមានក្រឡាដូចជាពស់មាត់ធំពោពេញទៅដោយធ្មេញស្រួចដូចផ្លែរណាហើយកែវភ្នែកទាំងគូឡើងក្រហមច្រាដូចជាភ្លើងនរកវាបានលើកដៃដែលមានក្រញាំវែងព្យាយាមហែចូលមកក្បែរដុំថ្មដែលលោកតាសួងកំពុងអង្គុយវាហាមាត់បញ្ចេញសំឡេងក្រហឹមក្នុងបំពង់កចាំចង់ត្របាក់ស៊ីលោកតាក្នុងខណៈនោះទន្ទឹមនឹងនោះដែរនៅលើច្រាំងត្រោយម្ខាងឬឈើធំស្រាប់តែមានចលនាសំឡេងជើងសត្វធ្ងន់ដើរកាត់ស្លឹកឈើស្ងួតចិត្តចូលមកពន្លឺរន្ទះបានបាញ់ចុះមកភ្លើងឆ្វាចបង្ហាញឲ្យឃើញរូបរាងរបស់ព្រាយខ្លាដ៏ធំសម្បើមវាមានទំហំធំជាងខ្លាធម្មតា2ទៅ3ដងរោមរបស់វាមានពណ៌ប្រផេះលាយខ្មៅកែវភ្នែករបស់វាបញ្ចេញពណ៌លឿងគួរឲ្យខ្លាចនិងមានវិញ្ញាណអាក្រក់វិលជុំវិញខ្លួនព្រាយខ្លាបានដើររវើកក្រញាំជើងរបស់វាខ្វាដីឮសូរក្រឹបវាសម្លឹងមើលមកលោកតាសួងដោយក្តីស្រែកឃ្លាននិងខឹងសម្បាពីព្រោះពន្លឺធម៌របស់លោកតាបានធ្វើឲ្យអាគមងងឹតរបស់វាកំពុងតែចុះខ្សោយឥឡូវនេះលោកតាសួងកំពុងស្ថិតនៅកណ្ដាលរង្វង់នៃគ្រោះថ្នាក់ដ៏ធំធេងពីខាងលើរន្ទះបាញ់ពេញព្រៃបោកដោយខ្យល់ព្យុះសាហាវពីខាងក្រោមក្នុងទឹកបិសាចទឹកស្រែកឈាមកំពុងតែហែមកចិត្តពីខាងមុខលើគោកព្រាយខ្លាដ៏មានមហិទ្ធិឫទ្ធិអាក្រក់ចាំលបខំទោះបីជាបិសាចទាំងពីរនិងធម្មជាតិកំពុងតែគំរាមកំហែងយ៉ាងណាក៏ដោយក៏លោកតាសួងនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលលោកតាបានបើកភ្នែកឡើងយឺតលោកតាមិនបានមើលទៅពួកវាដោយក្រសែភ្នែកខឹងឡើយប៉ុន្តែជាក្រសែភ្នែកដ៏ធំនិងពោពេញដោយក្តីមេត្តានិងការយល់ដឹងពីសច្ចធម៌លោកតាបានមើលចំទៅមុខភ្លុះទៅដល់វិញ្ញាណអាក្រក់របស់ពួកវាលោកតាបានលើកឈើច្រត់ឡើងបន្តិចរួចចាប់ផ្ដើមសូត្រព្រះបាទព្រះវេទនិងមន្តអាគមគាថាការពារខ្លួនសំឡេងសូត្រធម៌របស់លោកតាត្រាស់ឡើងយ៉ាងច្បាស់មិនញាប់ញ័រមិនតក់ស្លុត
ទោះបីជាសំឡេងរន្ទះបាញ់ខ្លាំងកម្រិតណាក៏ដោយក៏មិនអាចលុបបំបាត់សំឡេងធម៌របស់លោកតាបានឡើយអ្នកមោទតាសៈភគវតោអរិហថោសម្មាសម្ពុទ្ធស្សៈអានឹងធម៌របស់លោកតារាល់ពេលធម៌ដែលលោកតាសូត្រចេញមកបង្កើតបានជាខ្សែរលកពណ៌សពណ៌មាសរាលដាលចេញពីរាងកាយរបស់លោកតាពន្លឺពណ៌មាសនេះបានបង្កើតជាខ្សែការពារដ៏រឹងមាំជុំវិញថ្មនោះនៅពេលដែលបិសាចទឹកព្យាយាមលូកដៃមកប៉ះនឹងដុំថ្មដៃរបស់វាត្រូវរលាកដោយពន្លឺធម៌បន្ទាប់បណ្ដាលឲ្យវាស្រែកយំដោយការឈឺចាប់ក្តៅណាស់ក្រហាយណាស់រួចវាក៏ដកថយទៅក្នុងទឹកវិញបាត់ទៅចំណែកឯព្រាយខ្លាវិញនៅពេលដែលវាព្យាយាមស្ទុះលោតឆ្លងកាត់មកក៏ត្រូវអំណាចបារមីច្រានឲ្យខ្ទេចថយក្រោយវាក៏បានត្រៀមតែដើរវងជុំវិញនឹងក្រហមដាក់លោកតាទាំងមិនសុខចិត្តលោកតាសួងបានដឹងថាពពួកបិសាចនិងព្រាយខ្លាទាំងនោះគឺកើតចេញពីកំហឹងការគុំគួននិងលោភលន់ការពីជាតិមុនទើបពួកវាមិនអាចទៅចាប់ជាតិបានហើយត្រូវជាប់ឃុំនៅក្នុងព្រៃអាថ័ន្តនេះលោកតាក៏បាននិយាយទៅកាន់ពួកវាដោយសំឡេងដ៏ទន់ភ្លន់ថានាសត្វលោកទាំងឡាយអើយវេវត្តសង្សារនេះខ្លីណាស់ការគុំគួននិងការសម្លាប់មិនអាចរំលត់កំហឹងបានឡើយមានតែការអត់ឱននិងការលះបង់នៅអំពើអាក្រក់ទេទើបអាចនាំមកនៅសេចក្តីសុខពិតប្រាកដចូលពួកអ្នកលះបង់នៅចិត្តសាហាវនេះចេញទៅហើយទទួលយកចំណែកបុណ្យដែលគេដាក់ឲ្យបានសន្សំមកចុះនៅពេលឮពាក្យស្លុតស្រដីនឹងទទួលបាននៅពន្លឺមេត្តាចិត្តដ៏ស្មោះត្រង់របស់លោកតាសួងចិត្តដ៏កាចសាហាវរបស់ព្រាយខ្លានិងបិសាចទឹកក៏ចាប់ផ្ដើមត្រជាក់ចុះយឺតវិញ្ញាណអាក្រក់ដែលគ្របដណ្ដប់លើខ្លួនពួកវាបានរលាយបាត់បន្តិចម្ដងភ្លាមនោះព្យុះភ្លៀងនិងរន្ទះបាញ់ដែលធ្លាប់តែបោកបក់ពេញព្រៃក៏បានស្ងាត់ស្ងៀមទៅវិញជាស្ថាពរពពកខ្មៅងងឹតបានរលាយបាត់ទុកឲ្យពន្លឺព្រះច័ន្ទដ៏ស្រស់ស្អាតជះមកលើផ្ទៃទឹកទន្លេបង្កើតបានជាទិដ្ឋភាពដ៏មានសេរីសួស្តីនិងស្ងប់សេងសានព្រាយខ្លាបានលោតជង្គង់ចុះក្រាបក្បាលគោរពលោកតាចំណែកបិសាចទឹកក៏បានលិចចុះទៅក្នុងទឹកដោយក្តីស្ងប់លោកតាសួងនៅតែបន្តគង់នៅលើដុំថ្មនោះការពារនិងរក្សាសន្តិភាពដល់ព្រៃអាថ័ន្តជារៀងរហូតមកទោះបីជាអំណាចធម៌និងបារមីដ៏ត្រជាក់របស់លោកតាសួងបានជួយសម្រាលកំហឹងរបស់ព្រាយខ្លានិងបិសាចទឹកនៅមាត់ទន្លេអាថ័ន្តមួយគ្រាលំដាប់ណាក៏ដោយក៏ភាពងងឹតដែលដេកសំងំក្នុងជម្រៅដីនៃព្រៃអាថ័ន្តរាប់ពាន់ឆ្នាំមិនព្រមលះបង់ដោយងាយនោះទេនៅពេលដែលរាត្រីចិត្តកន្លងផុតផ្សែងអាប់ខ្មៅស្រអាប់ខុសពីធម្មតាក៏បានភាកចេញពីព្រៃហូរធ្លាក់ចុះមកតាមចន្លងភ្នំចូលទៅចិត្តភូមិឋាន
របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះអ្នកភូមិដែលកំពុងតែដេកលង់លក់ក្នុងផ្ទះឈើតូចៗរបស់ខ្លួនស្រាប់តែត្រូវភ្ញាក់ដឹងខ្លួនឡើងទាំងកណ្ដាលអាធ្រាត្រដោយសារតែឮសំឡេងចម្លែកវាជាសំឡេងល្មូនត្រែកនៅលើដំបូលផ្ទះសំឡេងឆ្កែព្រុសលូយ៉ាងគួរឲ្យព្រឺក្បាលនិងសំឡេងមនុស្សស្រីយំអណ្ដែតអន្លង់ហើយឈ្មោះអ្នកភូមិម្នាក់ម្ដងពីខាងក្រោយរបងជួយខ្ញុំផងខ្ញុំត្រជាក់ណាស់បើកទ្វារឲ្យខ្ញុំផងអ្នកភូមិណាដែលលងជឿនិងល្បិចកលហ៊ានតែបើកទ្វារចំហឬឆ្លើយតបទៅនឹងសំឡេងនោះនឹងត្រូវពពួកព្រាយបិសាចទឹកនិងព្រាយខ្លាស្ទុះមកចាប់ហែកស៊ីឬក៏បោជញ្ជាំងឈាមរហូតដល់ស្លាប់ភ្លាមមួយរំពេចត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះភូមិឋានដែលធ្លាប់តែមានសេចក្តីសុខសាន្តបានប្រែជាស្ងាត់ជ្រងំគ្មានអ្នកណាម្នាក់ហ៊ានដើរចេញពីផ្ទះនៅពេលព្រលប់ឡើយម្នាក់នាំគ្នាបិទទ្វារចាក់សោចិត្តនិងដុតភ្លើងបំភ្លឺពេញមួយយប់ទាំងក្តីរន្ធត់ញាប់ញ័រដោយមិនអាចទ្រាំមើលអ្នកភូមិរងគ្រោះថ្នាក់និងស្លាប់បាត់បង់ជីវិតបន្តបន្ទាប់ទៀតបានមេភូមិដែលជាព្រឹទ្ធាចារ្យម្នាក់បានប្រកាសប្រមូលផ្ដុំបរិសខ្លាំងពី3នាក់ដែលមានចិត្តក្លាហានដើម្បីធ្វើពិធីបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិនិងស្វែងរកជំនួយពពួកព្រាយបិសាចនៅក្នុងព្រៃអាថ័ន្តវាខ្លាំងពូកែណាស់អាវុធធម្មតាមិនអាចធ្វើឲ្យពួកវាបានឡើយមានតែបារមីរបស់លោកតាសួងដែលគង់នៅលើដុំថ្មកណ្ដាលព្រៃនោះទេទើបអាចជួយសង្គ្រោះពួកយើងបានមេភូមិបានពោលលាំងសុំទោសបងប្អូននិយាយអត់ចង់ច្បាស់តឡាមេភូមិបានពោលឡើងទាំងទឹកភ្នែកអ្នកភូមិទាំងអស់បាននាំគ្នារៀបចំគ្រឿងសក្ការៈបូជាមានទៀនធូបនិងផ្កាភ្ញីកប់មុខឆ្ពោះទៅរកទិសដៅនៃព្រៃអាថ័ន្តរួចស្រែកបន់ស្រន់សូមឲ្យបារមីលោកតាសួងបានដឹងបានឮនឹងជួយផងចុះបណ្ដេញពពួកព្រាយអាក្រក់ដែលកំពុងតែធ្វើបាបមនុស្សលោកនៅកណ្ដាលព្រៃអាថ័ន្តក្នុងខណៈពេលដែលលោកតាសួងកំពុងតែគង់ធម៌យ៉ាងស្ងប់ស្ងាត់នៅលើដុំថ្មមាត់ទឹកស្រាប់តែឈើច្រត់មន្តអាគមរបស់លោកតាបានបញ្ចេញពន្លឺញាប់ញ័រលោកតាបានបើកព្រះនេត្រឡើងរួចដឹងឲ្យវិញ្ញាណភ្លាមថានៅពេលនោះពពួកវិញ្ញាណអាក្រក់បានរត់ចេញទៅយាយីនិងបំផ្លិចបំផ្លាញសេចក្តីសុខរបស់អ្នកភូមិស្លូតត្រង់លោកតាសួងបានដកដង្ហើមធំដោយក្តីមេត្តារួចពោលថាសត្វលោកអើយចិត្តលោភលន់ម្លេះនិងកំហឹងរបស់អ្នកមិនត្រឹមតែបំផ្លាញខ្លួនឯងទេថែមទាំងបំផ្លាញអ្នកដទៃទៀតតថាគតតែទៅជួយពួកគេហើយលោកតាសួងបានយាងជំហានចុះពីលើដុំថ្មយ៉ាងមានអំណាចដៃម្ខាងកាន់គោមសិលដៃម្ខាងទៀតកាន់ឈើច្រត់រាល់ជំហានដែលលោកតាដើរកាត់ផ្សែងអាប់ខ្មៅងងឹតទាំងឡាយត្រូវវិនាសរលាយបាត់ទៅជា
ស្រឡះលោកតាបានធ្វើដំណើរតម្រង់ទៅកាន់ភូមិឋានដែលកំពុងតែរងគ្រោះនៅពេលដែលលោកតាសួងមកដល់ច្រកចូលក្នុងភូមិពពួកព្រាយខ្លានិងបិសាចទឹកកំពុងតែលំពាត់ផ្ទះរបស់អ្នកភូមិយ៉ាងសាហាវពន្លឺរន្ទះស្រាប់តែបាញ់ឆ្វាចចុះមកម្ដងទៀតជួយបំភ្លឺឲ្យឃើញរូបរាងដ៏គួរឲ្យខ្លាចរបស់ពួកវាពួកព្រាយនៅពេលដែលឃើញលោកតាសួងពួកវាក៏ស្ទុះមកសន្ទ្រប់ខំស៊ីលោកតាទាំងកំហឹងស្របាលោកតាសួងបានបោះឈើច្រត់ទៅមុខរួចសូត្រមន្តអាគមគាថាដេញព្រាយយ៉ាងខ្លាំងក្លាពន្លឺពណ៌មាសដល់ខ្លាំងបានជះចេញពីឈើច្រត់រាលដាលដោយរលកសូណាមីអញ្ចឹងបោកបក់ទៅលើពពួកព្រាយបិសាចទាំងនោះពួកវាស្រែកយំល្វើយរូបរាងខ្មៅងងឹតរបស់វាត្រូវបានកំទេចនិងរលាយបាត់ទៅក្នុងអាកាសធាតុនឹងមិនអាចត្រឡប់មកអុកឡុកបានទៀតឡើយព្រឹកព្រលឹមឈានចូលមកដល់ពន្លឺព្រះអាទិត្យពិតប្រាកដបានរះឡើងវិញក្នុងភូមិអ្នកភូមិទាំងអស់បានរត់ចេញមកក្រាបថ្វាយបង្គំដឹងគុណលោកតាសួងនៅនឹងដីលោកតាបានប្រដៅអ្នកភូមិឲ្យរស់នៅក្នុងធម៌មិនត្រូវសាងកម្មពៀរួចលោកតាក៏ដើរត្រឡប់ទៅគង់លើដុំថ្មក្នុងព្រៃអាថ័ន្តនោះវិញដើម្បីថែរក្សាភាពត្រជាក់ត្រជុំដល់ទឹកដីនោះជារៀងរហូតទៅខណៈពេលដែលពពួកបិសាចទឹកកំពុងតែស្រែកយំនិងរលាយបាត់បង់រូបរាងកាយទៅក្រោមពន្លឺធម៌មាសមេខ្លោងធំគឺព្រាយខ្លាដ៏សាហាវមិនព្រមចុះចាញ់ងាយឡើយវាបានបញ្ចេញសំឡេងក្រហមលាន់ឮរំជួយដីភ្នែករបស់វាឡើងក្រហមឈាមខុសពីធម្មតាដោយសារតែកំហឹងនឹងការចង់ចាញ់វាបានដឹងថាបើវាមិនអាចកញ្ចាប់លោកតាសួងបានទេវានឹងត្រូវវិនាសសូន្យមិនខានព្រាយខ្លាយក្សបានលោតស្ទុះពីលើដំបូលផ្ទះសំដៅមកបំរុងខ្វាហែករូបរាងកាយលោកតាសួងក្នុងពេលដ៏មានអាសន្ននោះមេឃស្រាប់តែប្រើជាក្រហមឆ្អៅរន្ទះបាញ់ក្រហមបុកចុះមកចំកណ្ដាលភូមិភ្លើងព្រាកទោះជាយ៉ាងណាលោកតាសួងនៅតែរក្សាជំហររឹងមាំដោយភ្នំសន្ធកលោកតាបានលើកឈើច្រត់មន្តអាគមឡើងខ្ពស់រួចចង្អុលតម្រង់ទៅព្រាយខ្លាដែលកំពុងតែហោះនៅលើអាកាសរួចសូត្រគាថាបង្ក្រាបមាយ៉ាងខ្លាំងក្លាជះបារមីព្រះពុទ្ធគុណវិនាសសូន្យទៅពួកមាអាក្រក់លោកនោះពន្លឺរន្ទះសិលពណ៌មាសដ៏ធំមួយខ្សែបានបាញ់ចេញពីចុងឈើច្រត់របស់លោកតាសួងទៅបុកទង្គិចចំដើមទ្រូងរបស់ព្រាយខ្លាយក្សយ៉ាងពេញទំហឹងសំឡេងផ្ទុះលាន់ឮសូរពេញផ្ទៃមេឃព្រាយខ្លាដ៏សាហាវបានស្រែកល្វើយដោយការឈឺចាប់យ៉ាងខ្លាំងរូបរាងខ្លាធ្មប់ដ៏គួរឲ្យខ្លាចរបស់វាចាប់ផ្ដើមឆេះរាលដាលដោយភ្លើងសិលធម៌
ផ្សែងខ្មៅងងឹតនិងប្រលឹងវិញ្ញាណអាក្រក់ដែលសន្ធិដ្ឋនៅក្នុងខ្លួនវាត្រូវបានកំទេចនិងលាងជំរះឲ្យវិនាសសូន្យមិនអាចចាប់កំណើតជាព្រាយបានទៀតឡើយចឹងរឿងរបស់យើងគឺចប់តែប៉ុណ្ណឹងបងប្អូនគឺលោកតាសួងគាត់បានប្រាប់ឬក៏បានឲ្យព្រាយខ្លាហ្នឹងធ្វើជាមនុស្សល្អទៅតែវាមិនធ្វើជាមនុស្សល្អទេបែរជាមកធ្វើតែរឿងអាក្រក់អញ្ចឹងទើបវាជួបរឿងនេះកើតឡើងអញ្ចឹងបាយបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាចូលចិត្តកុំភ្លេចចុច Subscribe ម្នាក់មួយផងណា